mầm cho cái anh dụ hay bật thiên dụ than món rồi có cái anh dụ rô hay bằng thiên dụ thanខ្ញុំចង់បញ្ជាក់ដែរថាការបកគលសិទ្ធដែលប្រើចូលក្តីដែលប្រើតបក្តីដែលមានស្ដីទីនេះក្តីការផ្ទេរសិទ្ធដែលស្ដីទីនេះត្រូវមានឯកសារជាលាយលក្ខណ៍អក្សរមិនមែននឹកឃើញបកគលឲ្យគេទេខ្ញុំឧទាហរណ៍ចូលដូចបងបានសួរមិញថាឥឡូវអគ្គនាយកអត់នៅបកគលឲ្យអគ្គរងសញ្ញាជំនួសដល់ចូលណាឥឡូវអគ្គរងក៏អត់នៅដែរអញ្ចឹងប្រធាននាយកដ្ឋានមានសិទ្ធិសញ្ញាចូលឬទេខ្ញុំសួរថាមានលិខិតបកគលសិទ្ធិលាយលក្ខណ៍អក្សរអត់ដែលបានចែងថាកិច្ចការនេះបកគលឲ្យលោកកដែលជាអគ្គនាយករងនេះចុះហត្ថលេខាបានដែលប្រើចូលករណីដែលលោកជាប់លោកកអត់នៅកិច្ចការនេះត្រូវបកគលបន្តទៅឲ្យលោកប្រធាននាយកដ្ឋានខមានតែសេទេតែបើមានលាយលក្ខណ៍អក្សរញ៉ៃចុះអត់អីទេប៉ុន្តែมันអាចបកគលផ្ទាល់មាត់តគ្នាដូចនេះបានទេព្រោះអ្នកណាទទួលខុសត្រូវអ្នកពេលបញ្ហាការកើតឡើងត្រូវតែដឹងថាតើអ្នកណាទទួលខុសត្រូវបាទអ្នកគ្រូមានសំណួរភ្ជាប់នឹងតិចដែរឧទាហរណ៍ករណីហ្នឹងបើមានករណីជាខាងលិខិតផ្សេងមកអ្នកមកទាហានគឺគាត់ចូលអគ្គនាយកអង្គការពេលយើងត្រូវឆ្លើយតបទៅវិញតើយើងឆ្លើយតបគ្រប់ជូនអគ្គនាយកឬក៏អគ្គនាយករងគ្រូក្នុងករណីហ្នឹងគ្រូយើងតបលិខិតទៅវិញណាបងផលីខ្ញុំសូមបកទៅលើកខាងមុខបន្តិចព្រោះខ្ញុំស្ដាប់អត់បានទេមិនដាច់វគ្គកដាលបងសូមសួរឡើងបានអ្នកគ្រូកន្លែងនេះករណីយើងឆ្លើយតបជាមួយនឹងលិខិតដែលមានចូលទៅវិញអ្នកគ្រូដោយសារគាត់ចូលអគ្គនាយកអញ្ចឹងពេលបើក្នុងនាមយើងស្ដីឆ្លើយតបទៅវិញយើងឆ្លើយគ្រប់ជូនអគ្គនាយកឬក៏អគ្គនាយករងពេលដែលយើងឆ្លើយតបនឹងលិខិតដែលគាត់ចូលបាទអរគុណចាសូមអរគុណកិច្ចការនេះតម្រូវឲ្យយើងត្រូវធ្វើលិខិតឆ្លើយតបទៅអង្គភាពនោះវិញហើយពេលអង្គភាពនោះសញ្ញាផ្ញើលិខិតមកយើងប្រើចូលអញ្ចឹងសួរថាពេលផ្ញើតបទៅវិញផ្ញើទៅអគ្គនាយករងដែលជាអ្នកចុះហត្ថលេខានោះឬក៏ផ្ញើទៅអគ្គនាយកគឺផ្ញើនៅទៅប្រធានអង្គភាពជាអ្នកណាជាអគ្គនាយកហ្នឹងកិច្ចការហ្នឹងដល់ពេលយើងផ្ញើទៅប្រធានអង្គភាពតែប្រធានអង្គភាពគាត់បកគលទៅអគ្គរងអាហ្នឹងជារឿងរបស់គាត់តែយើងជម្រាបទៅអគ្គនាយកពីព្រោះកិច្ចការនេះគឺអគ្គនាយកគាត់មានសិទ្ធិសម្រាប់អគ្គរងក្នុងលិខិតបទដ្ឋានគេអត់មានថាអគ្គរងមានសិទ្ធិធ្វើអីទេអគ្គនាយករងជាជំនួយរបស់ការរបស់អគ្គនាយកណាអញ្ចឹងយើងផ្ញើទៅអគ្គនាយកតែរឿងទៅដល់អគ្គនាយកហ្នឹងគាត់ចាត់ចែងឲ្យអ្នកណាធ្វើការងារនឹងបន្តហ្នឹងជារឿងរបស់គាត់បាទអរគុណចា៎អ្នកគ្រូ